នៅក្នុងបន្ទប់ធ្វើការរបស់ឆតាមនេះគឺជាផ្កាកុលាបក្រហមហើយប្រអប់នេះគឺជាស្អីតេងជាបងអានធូរ៉េនតេងតែជារបស់អ្នកណាតេងអេងនេះគឺជាសាររបស់លោកខេវ៉ាន់តេងកុលាបក្រហមនេះចំនួនពាក្យសម្ដីទាំងអស់នៅក្នុងបេះដូងរបស់ខ្ញុំណាមានបងអានធូរ៉េននេះទៀតញ៉ាំដែរតេងអ្នកនាងកុំរវល់តែញញឹមអីឆ្កូនខ្ញុំមិនញ៉ាំបងអានទាំងព្រឹកទេហើយខ្ញុំក៏មិនបានញញឹមអីដែរមិនប៉ះអ្នកនាងញញឹមច្បាស់ណាស់ខ្ញុំឃើញផ្ទាល់ភ្នែកណាប៉ាត់ជាផ្ដាស់មែនអញ្ចឹងលោកមានភ្នែកទៅបងតែដឹងថាខ្ញុំញញឹមម្នាក់ឯងនឹងមិនបាច់បើកភ្នែកទៅក៏ឃើញដែរព្រោះថាខ្ញុំនៅទីនេះហាលោកខេវ៉ានេះលោកមកពន្ធតាំងពីពេលណាតេងគឺពន្ធដើម្បីលួចមើលស្នាមញញឹមសង្សាររបស់ខ្លួននោះឯងព្រឹកនេះអ្នកនាងស្អាតណាស់ស្អាតជាងថ្ងៃណាទាំងអស់លោកចង់ធ្វើអីនេះជាកន្លែងធ្វើការនេះតែមានគេមកឃើញតេងឃើញក៏ឃើញតែមានអីត្រូវលាក់បាំងទៀតយើងសន្យាជាមួយគ្នាជាផ្លូវការហើយតាថាយើងជាសង្សារនឹងគ្នានោះអ្នកនេះឆោតាមនេះលោកខេវ៉ាមិននៅទីនេះសោះចឹងតើបានជាខ្ញុំទៅរកលោកមិនឃើញតើខ្ញុំមករកអ្នកនាងឆោតាមនៅទីនេះទេចុះនេះមានកាយតែដូចជាស្លន់ស្លំលេះចាលោកព្រឹកនេះកម្មករនៅខ្លាំងស្លាប់12នាក់ទៀតហើយចំណែកអ្នកដែលស្លាប់ពីម្សិលមិញ8នាក់នោះមិនទាន់ស្រួលខ្លួននៅឡើយទេថាម៉េចសន្លប់ជាបន្តបន្ទាប់អញ្ចឹងហ៎ហើយចាប់ពេលនេះពួកគេចាំមិនទៅហើយចាគឺកំពុងតែសម្រាប់នៅបន្ទប់ពេទ្យប្រងព្រាតគិតបែបណាទៅលោកច្បាស់ជាបណ្ដាមកពីថ្នាំរក្សាកណាត់ហើយពីប្រពេដែលកណាត់នាំចូលស្តុកថ្មីនោះគឺមានក្លិនឈ្ងុយខ្លាំងកម្មករដែលមានកម្លាំងខ្សោយងាយនឹងប៉ះទង្គិចណាស់បើអញ្ចឹងឆាប់ទៅមកគេតែកម្មករដែលសម្លាប់នោះខ្ញុំនឹងឲ្យច្បាប់គេមួយអាទិត្យហើយមិនកាត់ប្រាក់រង្វាន់ឬក៏ប្រាក់បំណាច់ឆ្នាំនោះទេថាម៉េចលោកចង់បានខ្ញុំធ្វើជាបុគ្គលិកពេទ្យប្រចាំការនៅរោងចក្ររបស់លោកអញ្ចឹងឯងរួចចុះគ្រូពេទ្យនៅទីនោះលោកគឺថាថ្មីនេះនៅរោងចក្រមានបញ្ហាសុខភាពច្រើនពេទ្យប្រចាំការមែនទេចង់រត់នាងម្នាក់ទៀតដើម្បីបានជួយសង្គ្រោះបន្ទាន់ភ្លាមពេលមានបញ្ហាឬក៏នាងមិនទទួលទេចំពោះប្រាក់បៀវត្សខ្ញុំអាចជួយនាងដូចគ្នាឬក៏លើសពីចំណូលប្រចាំខែរបស់នាងក៏បានប៉ុន្តែបើនាងស្ទើរមិនទទួលធ្វើនោះក៏មិនអីដែរណាណែលោកនិយាយហោហែតែម្នាក់ឯងទេណាខ្ញុំនៅមិនទាន់បានឆ្លើយបដិសេធលោកនៅឡើយទេណាថាខ្ញុំមិនព្រមតែបើខ្ញុំចង់ផ្លាស់ប្ដូរការងារចេញពីសម្ភពជាបាក់កន្លែងចាស់នោះខ្ញុំក៏ត្រូវធ្វើការស្នើសុំឲ្យដំណឹងទៅកាន់ថ្នាក់លើសិនដែរអញ្ចឹងសម្រាប់ថានាងជាព្រមឲ្យតាមមែនទេខ្ញុំអរគុណទុកមុនហើយណាអ្នកនាងរួចរាល់ពេលណាឲ្យដំណឹងមកខ្ញុំផងចាលោកអើយឈឺតានេះអញ្ចឹងក៏បានន័យថាមិនយកសពទេគឺជាការពិនលោកខេវ៉ាវីរៈបុរសជីសេសរបស់ខ្ញុំយើងបានជួបគ្នាឆាប់នេះហើយខោទៅអ៊ូតនាងកាយសិនបងលីលីអាកាយមែនទេចូលមកហើយអស់កម្លាំងខ្លាំងណាស់ឯងមករកបងធ្វើអីទេនេះបងលីលីចាំមិនហើយងើបមកមើលនេះខ្ញុំទីរបស់ញ៉ាំមកផ្ញើណាបងកុំប្រាប់ណាថាឆាបបាយបង្គាឬក៏បបោះត្រីអីទាំងអស់នោះយកទៅវិញទៅកាយអត់ទេនេះណែមកជួគ្រប់មុខនឹងឆាកាពីណាបងយ៉ាងម៉េចចង់សាកដែរទេថាម៉េចមកជួយហើយមើលឲ្យខ្ញុំញ៉ាំតិចមើលអោតំណងឆ្ងាញ់ណាស់នាងអូនឆ្ងាញ់ណាស់ហើយទៅទិញនៅណាទិញត្រូវមាត់ណាស់ទិញឲ្យក្រៅមកអត់ទិញឆ្ងាញ់មែនទេញ៉ាំជាមួយគ្នាទៅកាយអត់ទេស្រីថ្មីណាខ្ញុំទិញនៅមុខរោងចក្រអ្នកមិនក៏ដូចជាបងចឹងតើតែចំណៃបែបនេះទើបមិនចង់ក្អួតចឹងអោឆាប់ញ៉ាំទៅមើលមុខខ្ញុំធ្វើអីទៅកាយប្អូនពិតជាល្អណាស់ខ្ញុំណាស់ខ្ញុំមិនសូវមានមិត្តទេភាគច្រើនគឺអ្នកមិនចូលចិនពីព្រោះខ្ញុំនិយាយមិនតំឆោងឆាំងខ្ញុំមិនចង់ជឿទេថាដូចខ្ញុំនេះមានអ្នកយកអាសាយល់ចិនដូចជានាងអូននោះទេហេតុអីក៏បងលីលីនិយាយបែបនេះថ្ងៃដំបូងដែលខ្ញុំបានជួបបងហ្នឹងខ្ញុំគិតថាបងជាមនុស្សកំប្លុកកំប្លែងមកច្រើនតែគួររីករាយទៅវិញទេម្យ៉ាងទៀតក្រែងបងលីលីជាអនាគតបងថ្លៃរបស់ខ្ញុំនោះអីតែបងរាយុគេមិនឲ្យតម្លៃខ្ញុំទេ
ទោះបីជាពេលនេះគេដឹងថាខ្ញុំមានកូនតែគេមិនអើពើនិយាយពីរឿងរៀបការសាំងសូម្បីតែផ្ទះនាងអូនក៏ខ្ញុំស្គាល់ផងម៉ែណៃកាយអាចនាំបងទៅលេងផ្ទះជួបប៉ាម៉ាក់ម្ដងបានទីបងសុំបងរយុពេលហ្នឹងក៏គាត់ប្រកែករហូតបងលីលីប៉ុន្តែគឺនេះសូម្បីតែនាងអូនក៏មិនចង់ឲ្យខ្ញុំស្គាល់ដែរមែនទីចាអត់ទេព្រោះតែពេលនេះយើងកំពុងតែបមានញឹកខ្លាំងហើយបងវឌ្ឍនាក៏នៅបរទេសទៀតចាំពួកយើងជុំគ្នាខ្ញុំនៅបងទៅលេងល្អទេសម្រាប់ថាអញ្ចឹងចាស់ណាស់រឿងដែលយើងផ្ដាំផ្ញើពួកឯងឲ្យធ្វើនោះកុំធ្វើប្រហែលធ្វើឲ្យខូចកិច្ចការធំឲ្យសោះយើងមិនសនុកចិត្តទេតាំងពីថ្ងៃដែលយើងបានឃើញនឹងចំអកនោះពួកខ្ញុំដឹងហើយតែហេតុអីលោកម្ចាស់បញ្ញាខ្លាំងបែបនេះគ្រាន់តែក្មេងស្រីម្នាក់សោះនោះព្រោះពេលនេះម្ដាយកូនវាមានឱកាសបានជួបគ្នាហើយបើផនដឹងថានាងកាយវិការដែលនៅជាមួយអាវងនោះជាកូនស្រីរបស់គេច្បាស់ច្បាស់ការព្រោះនាងនោះវាដឹងច្បាស់ថាយើងជាអ្នកសម្លាប់អាធិមឪរបស់វាម្យ៉ាងទៀតនោះបើអាខេវ៉ាដឹងថានាងកាយនោះជានាងសន្យាប្អូនស្រីរបស់វាយើងមិនត្រឹមតែចាត់ការអាវងមិនបាននោះទេយើងក៏ត្រូវគ្រោះថ្នាក់ព្រោះតែអាខេវ៉ាដែរបើអញ្ចឹងពួកខ្ញុំនឹងធ្វើការនេះឲ្យបានល្អលោកម្ចាស់ទុកចិត្តចុះនៅផ្ទះលោកវងសកលថាមិននឹងកូនមកដាក់ពលាននៅម៉ោង3រសៀលនេះហើយមែនទេបាទណែម៉ាតែមិនបាច់ឲ្យនរណាមកទទួលកូនទេព្រោះនៅផ្ទះរវល់ណាស់ដំណឹងនេះកូនប្រាប់តែម៉ាក់ម្នាក់ប៉ុណ្ណោះម៉ាក់មិនត្រូវការអីទេចាំកូនផ្ញើណាមិនបាច់ទេកូនគ្រាន់តែកូនត្រឡប់មកវិញដោយសុវត្ថិភាពនោះម៉ាក់ក៏រីករាយណាស់ទៅហើយឲ្យម៉ាក់ទៅទទួលទៅណាមិនបាច់ទេម៉ាក់នៅធ្វើម្ហូបឆ្ងាញ់ឲ្យកូនញ៉ាំទេព្រោះនៅបរទេសញ៉ាំតែម្ហូបគេមិនឆ្ងាញ់ដូចជាម្ហូបខ្មែរជាងសោះចាក៏បានសំណាងល្អណាស់កូនណាមានរឿងអីតែមើលទៅអូនដូចជាសប្បាយចិត្តខ្លាំងម្ល៉េះកូនគេត្រឡប់មកពីបរទេសវិញហើយគេប្រាប់ខ្ញុំតែម្នាក់ប៉ុណ្ណឹងអញ្ចឹងផងតែមុននេះខ្ញុំដូចជាលឺដំណឹងនេះដែរថាមិញកូនគេប្រាប់បងមុនហើយកូននេះចេះមកបោកចិត្តម៉ាក់ទៅកើនឯងនេះខំជឿឡើងស្លងលេលីចុះនាងថានៅផ្ទះនាងមានកម្មវិធីអបអរដែលបងប្រុសរបស់នាងប្រឡងចប់គ្រូឧត្តមសិក្សាមែនទេថ្មនេះហើយមិនក៏នាងមិនទេយំគឺខ្ញុំចង់ឲ្យលោកជូនខ្ញុំទេដើម្បីឲ្យសាច់ញាតិខ្ញុំស្គាល់ណាហើយខ្ញុំកំពុងតែមានកូនលោកចង់ឲ្យខ្ញុំទៅណាមកណាតែម្នាក់ឯងចឹងហីប្រាប់ឲ្យថារសៀលនេះខ្ញុំមានណាស់ឯបងវឌ្ឍនាក៏មកពីបរទេសទៀតម៉ាក់ក៏ដាក់កំហិតឲ្យខ្ញុំទៅផ្ទះឲ្យខាន់តែបាននាងដោះស្រាយខ្លួនឯងតែព្រោះយើងរវល់ដូចគ្នារាយុងសួរតាមត្រង់ចាស់លោកមានខ្វល់ពីខ្ញុំនៅកូនខ្លះទេខ្ញុំប្រាប់នាងប្រហែលដងហើយថាកុំឲ្យទុកក្មេងនាំតែចប់ដៃចប់ចេះខ្ញុំមិនទាន់មានទំនួលខុសត្រូវនឹងគិតធ្វើជាពុកគេនៅឡើយទេខ្ញុំមិននឹកស្មានថាលោកគិតដល់កម្រិតនេះទេណាយុងខ្លាសាហាវប៉ុណ្ណាក៏វាមិនស៊ីកូនឯងដែរប៉ុន្តែលោកនេះបើជាចង់បំផ្លាញដំណាក់ឈាមខ្លួនឯងទៅវិញលោកថាសំជានាងចង់ជែកខ្ញុំថាថោកជាងសត្វមែនទេខួរក្បាលនាងទេដែលស្ពឹកលេងធ្វើការនោះព្រោះនិយាយស្ដាប់គ្នាមិនបានខ្ញុំរវល់ណាស់ខ្ញុំទៅហើយយុងរាយុងហេតុអីក៏ខ្ញុំមកត្រូវលងស្រឡាញ់មនុស្សអាក្រក់បែបនេះហើយនៅសហគ្រាសលោកខេវ៉ាកូនកំពុងតែចេញទៅហើយណាម៉ាក់នេះគ្រាន់តែខលភ្លាមកាត់ឲ្យកូនទៅដល់ភ្លាមចឹងឯម៉ាក់ប៉ុណ្ណឹងហើយណាកូនទៅដល់ហើយមកខាងនេះមកអ្នកនាងនោះជាអូហ្វីរបស់លោកខេវ៉ាហើយនេះខ្ញុំមកយឺតពេកទេដឹងអ្នកនាងចាមិនអីទេអ្នកនាងនេះគ្រាន់តែជាការបង្ហាញខ្លួនតែអ្នកនាងឈរតាមជម្រាបសួរចាសួស្ដីនេះអ្នកនាងគឹមឡាំងមករបស់បង្កាយមែនទេអ្នកនាងមកទីនេះមានធុរៈអីដែរទេចាអ្នកនាងគឹមឡាំងជាពេទ្យថ្មីដែលលោកខេវ៉ាជ្រើសយកមកប្រចាំការនៅទីនេះបើអញ្ចឹងពួកយើងសូមទៅជួបលោកខេវ៉ាសិនហើយអ្នកនាងចាញ់រកមនុស្សមកធ្វើការមិនប្រាប់ខ្ញុំមួយម៉ាត់សោះចាំតែមើលណាហើយនេះយើងកំពុងតែប្រចាំនឹងគេមែនទេនៅខាងលក់នំខ្មែរបងបងនំខ្ញុំរួចហើយនៅលឿនតិចមកខ្ញុំប្រញាប់ណាស់បងចាចាំផ្លែតណាអូនថ្ងៃសៅរ៍អញ្ចឹងមនុស្សច្រើនបងរវល់ណាស់ណា
នេះលេខបងរយុខានបានតែស្ងាត់មកតើប្រយ័ត្នបែកក្បាលឆាប់មិនណេះនេះពលលោកផ្លាំងខ្ញុំមែនទេខ្ញុំអត់មានអីទេខ្ញុំមានតែនំទេលោកពលលោកយកប្រមាណក៏យកទៅតែកុំឲ្យតែសម្លាប់ខ្ញុំយើងមិនត្រូវការទេស្ដាប់ណាយកថ្នាំនេះដាក់ក្នុងកែវទឹកឲ្យស្រីម្នាក់ម៉ៃនេះផឹកភ្លាមឲ្យលឿនបន្តិចបើមិនចង់ងាប់នោះអូយនេះជាថ្នាំពលអីខ្ញុំមិនហ៊ានពលមនុស្សទេលោកខ្ញុំខ្លាចជាប់គុកណានៅតវ៉ាច្រំដែននឹងចង់ស៊ីគ្រប់កំភ្លើងមែនទេអត់ទេកុំណាចាំខ្ញុំទៅធ្វើខ្ចាប់នំឲ្យខ្ញុំរួចហើយនៅបងអូយបានហើយអូនប៉ុន្តែនេះអូនញ៉ាំទឹកត្រជាក់មួយកែវសិនទៅបងទៅយកមកឲ្យចាអរគុណណាស់បងនេះត្រជាក់ឆ្ងាញ់ណាស់បងរាយុបែបចិត្តមកដល់ហើយអើយប្អូនកាយបងសុំទោសផងណែលោកខ្ញុំធ្វើរួចហើយឆាប់យកនាងចេញពីហាងខ្ញុំផងល្អណាស់មើលមកស្អីចង់ងាប់មែនទេអើយអត់ហ៊ានទេលោកមិនចេះហេតុអីក៏ងងឹតមកម្លេះឈឺក្បាលនេះខ្ញុំចាំមិនហ្នឹងឆាប់យកវាដាក់ក្នុងឡានទៅហើយឆាប់ចេញពីទីនេះនៅផ្ទះរបស់លោកវងសកលឆ្អិនប្រមាណមុខឲ្យនាងធឿនញាប់ដៃញាប់ជើងបន្តិចទេមានអាហារសម្រាប់អ្វីខ្លះទេយើងយកទៅឲ្យកូនវឌ្ឍនាញ៉ាំបន្តិចមិនបាច់ទេលោកស្រីមុននេះខ្ញុំបានធ្វើទឹកក្រូចឆ្មាលាយជាមួយទឹកឃ្មុំឲ្យគាត់ពិសាហើយទឹកឃ្មុំក្រូចឆ្មាមែនទេកូនយើងគេកើតអីនាងធឿនចាអត់កើតអីទេលោកស្រីតែអ្នកប្រុសគ្រាន់តែពុតធ្វើជាឈឺព្រោះចង់ទាមទារចំណាប់អារម្មណ៍ពីអ្នកនាងកាយវិការអន្តាដល់ថ្នាក់នេះផងហីយើងចង់ដឹងណាស់ថាក្នុងកសែភ្នែករបស់គេរាល់ថ្ងៃនេះមានម្ដាយឪពុកខ្លះដែរទេចាច្បាស់ជាមានហើយលោកស្រីតែវាមានតិចហើយតូចប៉ុនក្រំខណាលោកស្រីបានហើយឈប់និយាយទៅនាំតែមូម៉ៅទេប៉ុន្តែល្បើយណាស់ឯងនេះច្បាស់ជាហាងមួយដឹងហើយដែលកាយគេប្រាប់នោះនេះលោកត្រូវការញ៉ាំអីដែរសូមចេញមកខាងនេះអត់ទេខ្ញុំមកទទួលបងខ្ញុំបងមុននេះមានស្រីម្នាក់គេមកកំងនំនៅទីនេះមែនទេតែមិនក៏មិនឃើញនាងចឹងអ្នកណាទៅលោកមនុស្សច្រើនខ្ញុំចាំមិនបានទេពេលដែលគេទិញហើយក៏ត្រឡប់ទៅវិញភ្លាមហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរណាព្រោះខ្ញុំរវល់គេមិនទាំងអាចទៅមិនប្រាប់ខ្ញុំចឹងមុននេះនិយាយគ្នាច្បាស់ណាស់ខលក៏លែងចូលទៀតនេះជាស្បែកជើងរបស់កាយតាមែនហើយស្បែកជើងនេះគឺជាស្បែកជើងរបស់នេះមិនក៏មិននៅទីនេះបែបនេះអ្នកលោកចាលោកហើយចានេះលោករកអីទៀតហើយខ្ញុំថាអ្នកនឹងស្គាល់កាយវិការប្អូនស្រីរបស់ខ្ញុំហើយព្រោះគេថាគេជាមួយប្រចាំនៅហាងនេះនិយាយត្រង់មកថាកាយវិការគេនៅឯណាទៅណែលោកខ្ញុំជាអ្នករស់ស៊ីណាគិតឲ្យខ្ញុំក៏ចំណាំមុខអតិថិជនគ្រប់គ្នាដែលមកទិញចឹងហ៎ចុះនេះជាស្បែកជើងមកខាងនេះនៅនឹងមកច្រកទ្វារចេញពីហាងនេះឆ្លើយមកវានៅបានយ៉ាងម៉េចខ្ញុំមិនដឹងទេចេះមកសបុតខ្ញុំទៅកាត់ចេញពីហាងខ្ញុំព្រាមទេខ្ញុំកាន់តែសង្ស័យហើយបើមិនប្រាប់តាមត្រង់ទេខ្ញុំនឹងខលហៅប៉ូលីសមកធ្វើកំណត់ហេតុកំណត់បុកសញ្ញាហើយព្រោះខ្ញុំចំណាំបានថានេះជាស្បែកជើងប្អូនរបស់ខ្ញុំគឺអត់ទេកុំហៅប៉ូលីសមកណាចាំខ្ញុំនិយាយក៏បានរឿងគឺវាអញ្ចឹងណាលោកអ្នកលោកក៏បានរៀបរាប់ពីហេតុការណ៍នោះប្រាប់ដល់រាយុតាំងពីដើមដល់ចប់